ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមមករៀបរាប់ពីរបៀបនៃការធ្វើមុខម្ហូបមួយមុខដែលមានឈ្មោះថាពងទាចៀនសាច់ជ្រូកចិញ្ច្រាំគ្រឿងផ្សំនៃមុខម្ហូបមួយមុខនេះមានដូចជាសាច់ជ្រូកចិញ្ច្រាំមានមីចេកមានម្សៅស៊ុបខ្នុរមានស្ករសមានស្លឹកខ្ទឹមមានម្ទេសមានសណ្តែកគួរមានការ៉ុតនិងពងទាពួកការលាយគ្រឿងយកពងទាមកក្រឡុកឲ្យសព្វបន្ទាប់មកដាក់សាច់ជ្រូកចិញ្ច្រាំចូលសណ្តែកគួរដាក់ការ៉ុតចូលដាក់ប៊ីចេងដាក់ម្សៅស៊ុបខ្នុរនិងស្ករសបន្ទាប់មកយើងច្របល់គ្រឿងចូលគ្នាឲ្យសព្វគ្រឿងផ្សំយើងបានរួចរាល់ហើយចំពោះការចម្អិនយើងត្រូវទុកខ្ទះឲ្យក្តៅសិនយើងចាក់ប្រេងឆាចូលយើងកូរប្រេងឆាឲ្យសព្វជាមួយខ្ទះសិនទៅយើងទុកឲ្យខ្លាញ់ក្តៅសិនយើងដាក់គ្រឿងផ្សំចូលទុករយៈពេលប្រហែល2 ទៅ 3 នាទីទុកឲ្យវាឆ្អិនមួយចំហៀងសិនបាទយើងប្រែមកម្ខាងទៀតបន្ទាប់មកទុករយៈពេល2 ទៅ 3 នាទីដូចគ្នាបាទមុខម្ហូបយើងបានឆ្អិនរួចរាល់ហើយយើងយកវាទៅកាត់តម្រៀបនៅលើចានបងប្អូនពេញចិត្តវីដេអូនេះកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងជាចុងបញ្ចប់នៃវីដេអូសូមអរគុណសម្រាប់ការទស្សនា